ជំរាបសួរពុកម៉ែបងប្អូនពីទឹកដីខេត្តតាកែវថ្ងៃនេះដែរខ្ញុំមាន challenge ពីការចាយប្រាក់រៀល 10000 រៀលតើ 10000 រៀលទិញបានអីខ្លះនៅខេត្តតាកែវតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះយើងធ្វើការដាក់ប្រាក់ 10000 រៀលចូលក្នុងគណនីសិនតោះយើងដាក់លុយចូលទៅក្នុងគណនីតាមម៉ាស៊ីន ATM ដើម្បីយើងចាយតាម digital វិញណាដំបូងគេបំផុតគឺមកកន្លែងលក់ពងទាកូនដែលពងទាកូនគឺជាអាហារដែលល្បីបំផុតនៅខេត្តតាកែវតោះឥឡូវយើងមកធ្វើការទិញពងទាកូនទាំងអស់គ្នាបងពងទាលោកម៉េចពងទាកូន 17000ខ្ញុំយកតែ2គ្រាប់ទេអូខេអញ្ចឹងគឺថាអស់1400ឥឡូវនេះយើងធ្វើការមកទិញបន្លែវិញម្ដងអស់ម៉ែនអូនទាំងអស់ហ្នឹងអូខេឥឡូវនេះបន្លែយើងមកកញ្ឆែងនេះមានច្រើនមុខអស់តែ3000ទេអ្នកទាំងអស់គ្នាអូនបងស្កែនទៅណាអរគុណខ្ញុំមកធ្វើការទិញសាច់គោដើម្បីស្ងោរជ្រក់បងសាច់គោលោកម៉េច35000បងខ្ញុំយកតែមួយខាំទេលក់អីមួយខាំឥឡូវយើងធ្វើការទិញសាច់គោអស់3500រៀលអរគុណនេះនៅសល់លុយ2100រៀលឥឡូវនេះមកហូបក៏យើងបានឲ្យអស់ដែរត្រៀមឲ្យច្រើនណាស់មកថងធំឥឡូវយើងមកធ្វើការទិញបង្អែមនៅសល់នេះម្ដាយមានបង្អែមអីគេខ្លះហ្នឹងមួយចានហ្មងអូយមានច្រើនមុខនេះឲ្យមួយចានហ្មងហ្នឹងហ៎ចានតម្លៃ2000រៀលអូអ្នកទាំងអស់គ្នាល្មមនេះខ្ញុំនៅសល់2100ឥឡូវយើងអាចទិញបង្អែមបានមួយមុខទៀតអូខេទៅហើយចា10000រៀលមិញហ្នឹងខ្ញុំទិញបានអីគេខ្លះនេះគឺថាបានសាច់គោមួយខាំបានពងទាកូន2គ្រាប់បានតកួនមួយដុំនេះគឺថា1000ម្រះព្រៅ500ជីស្ងោរជ្រក់500ពីរមុខនេះ1000ហើយចំណែកម្ទេសនេះគឺសុំថែមអូខេហើយមិនត្រឹមតែប៉ុណ្្នឹងទេទាំងអស់ហ្នឹងខ្ញុំនឹងច្នៃម្ហូបឲ្យចេញ3មុខហើយគឺបានប្រអែមមួយចានទៀតអ្នកទាំងអស់គ្នាឥឡូវនេះមុខម្ហូបរបស់យើងឆ្អិនអស់ហើយឆាតកួនប្រេងខ្យងយើងមានឆាពងទាម្រះព្រៅយើងមានស្ងោរជ្រក់យើងបានតែបង្អែមមួយចានទៀតអូអែមមែនតើអញ្ចឹង10000រៀលរបស់យើងណាមិនតែប៉ុណ្ណោះទេគឺយើងចាយអត់អស់ទេអ្នកទាំងអស់គ្នាអាចមើលបានណាចាយ4 transaction ហើយយើងនៅសល់100រៀលទៀតឆ្លាញ់ប្រាក់រៀលសូមកុំភ្លេច share វីដេអូនេះទាំងអស់គ្នា